បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅខាងក្រោយខ្នងរបស់ខ្ញុំនេះគឺជាលោកតាសុកសានគឺជាលោកតាសុកសានដែលអ្នកស្រុកអ្នកភូមិគោរពកោតក្រែងនិងខ្លាចរអាគាត់គ្រប់គ្នាតែម្ដងបងប្អូននេះឃើញលោកតាសុកសាននៅទៅនឹងអញ្ចឹងនៅពេលដែលមានការបន់ស្រន់អ្វីមួយគឺតែងតែមកធ្វើនៅកន្លែងនេះហើយបរិវេណនៅខាងក្រោយខ្នងរបស់ខ្ញុំហ្នឹងគឺពោពេញទៅដោយដើមជ្រៃហើយមានអាយុកាលដើមជ្រៃនេះគឺបើតាមចាស់គាត់និយាយចូលខ្ទង់200ឆ្នាំ100ឆ្នាំជាងហើយហ្នឹងអញ្ចឹងគឺអាយុច្រើនមែនតើហើយខ្ញុំមកនេះគឺថ្ងៃរួមចិត្តផ្ទះទេចិត្តផ្ទះចិត្តភូមិជាជនអញ្ចឹងណាបងប្អូនហើយជាប់ផ្លូវជាតិទៀតប៉ុន្តែអ្វីដែលគាត់សម្គាល់នោះគឺដើមជ្រៃនៅខាងក្រោយខ្នងរបស់ខ្ញុំនេះគឺអាយុកាលច្រើនមែនតើដើមជ្រៃខាងនេះហើយពោពេញទៅដោយកន្លែងដ៏ស័ក្តិសិទ្ធិបំផុតហើយខ្ញុំមកដល់កន្លែងនេះគឺមុននឹងមកគឺខ្ញុំបានសូមអនុញ្ញាតពីអស់លោកម្ចាស់ទឹកម្ចាស់ដីដែរបងប្អូននេះក្រោយឆ្នាំគឺដើមជ្រៃទៅមិនតិចឆ្នាំទេតែអ្វីដែលសំខាន់ខ្ញុំចង់និយាយគឺកន្លែងនេះនៅខាងក្រោយរបស់ខ្ញុំបាទនេះគឺលោកតាគឺគាត់មានបុណ្យបារមីខ្លាំងមែនទែនហើយអ្នកស្រុកអ្នកភូមិក៏និយាយអំពីប្រវត្តិលោកតាគឺជាលោកតាម្ចាស់ស្រុកឬក៏លោកតាសុកសានបងប្អូនទៅមើលទាំងអស់គ្នាមកនេះបងប្អូនចំពោះលោកតាគឺមានឈ្មោះថាលោកតាសុកសានគឺតាំងតែពីចំនួនដូនតាពីណាបណៃមកបងប្អូនយូរឆ្នាំហើយរាប់រយឆ្នាំមកហើយកន្លែងនេះហើយក៏ស័ក្តិសិទ្ធិដែរហើយបើចំពោះអបិយជំនឿក៏មានច្រើនដែរនៅពេលដែលអ្នកស្រុកអ្នកភូមិណាមានគូក្បីបាត់គេចាប់គេចងអីអាចនឹងមកបន់ស្រន់នៅកន្លែងគាត់ហើយគឺកំពូលស័ក្តិសិទ្ធិដែរមួយទៀតអ្នកដែលឈឺអ្នកដែលជាអីផ្សេងគឺតែងតែរកគ្រូមកហើយរកគ្រូមកឃើញអញ្ចឹងទៅថាខោមាត់ខោកកន្លែងអស់លោកម្ចាស់ទឹកម្ចាស់ដីនៅកន្លែងនេះអញ្ចឹងគឺត្រូវតែមកបន់ស្រន់នៅកន្លែងគាត់ដែរអានឹងបើតាមតែអបិយជំនឿអ្នកភូមិនៅតំបន់នេះហ្នឹងហើយខ្ញុំក៏រស់នៅតំបន់នេះដែរភូមិនេះដែរអញ្ចឹងខ្ញុំដឹងអ្វីដែលគួរឲ្យចម្លែកជាងគេបំផុតនោះនៅពេលដែលថ្ងៃសិលបើសិនជាអត់មានភ្លេងពិណពាទ្យឬក៏ភ្លេងអីទេនោះប្រកាសជាអ្នកស្រុកអ្នកភូមិគឺរស់នៅអត់ស្រួលទេគាត់ឲ្យមានអង្វាយមានសំណែនអីវិញបងប្អូនឥឡូវខ្ញុំបែរកាមេរ៉ាទៅខាងក្រោយនេះបងប្អូនមកមើលមុខគាត់មើលប្រភពលោកតាហើយកន្លែងលោកក៏ស័ក្តិសិទ្ធិដែរហើយដុំថ្មនៅខាងក្រោយហ្នឹងគឺរាប់រយរាប់ពាន់ឆ្នាំមកហើយដែរដុំថ្មហ្នឹងយូរហើយតាំងពីកំណើតណីមកនេះបងប្អូនមើលទៅនេះគឺលោកតាម្ចាស់ស្រុកនឹងឯងហើយកន្លែងខ្ទមអស់លោកនេះគឺបានកសាងឡើងនៅក្នុងឆ្នាំ2005ខ្ទមហ្នឹងហើយបើនិយាយពីរឿងដើមឈើវិញដល់ហើយដើមឈើពិតជាព្រួយមែនតើដើមឈើនេះកន្លែងអស់លោកមើលទៅបងប្អូនដល់អញ្ចឹងស្អីទេវល់វងអីហើយស័ក្តិសិទ្ធិខ្លាំងមែនតើខ្ញុំមិនដឹងជាមានពាក្យពេចន៍អីនិយាយរៀបរាប់ទេបងប្អូនទៅហ៊ាននិយាយច្រើនខ្លាចនិយាយច្រើនទៅខុសមកខុសកអីចឹងមើលបងប្អូនឥឡូវខ្ញុំមកមើលអាចិត្តទាំងនោះវល់រាប់រយឆ្នាំមិនមែនលេងសើចទេដើមជ្រៃនេះហើយនៅក្នុងដើមជ្រៃមានដើម7ទៀតចូលណែបងប្អូនវីដេអូគឺមានតែប៉ុណ្្នឹងទេអត់មានអីច្រើនទេបាទអរគុណច្រើនបាទ